ម្ដាយខ្ញុំនឹងមួយរយៈនេះចូលចិត្តញ៉ាំឈាមជ្រូកខ្លាំងណាស់តែមិនមែនញ៉ាំឆ្អិនទេគឺញ៉ាំឆៅតែម្ដងខ្ញុំក៏បានប្រាប់រឿងនេះនឹងទៅមិត្តភក្តិខ្ញុំឈ្មោះពិសិដ្ឋនឹងក៏ប្រែទឹកមុខភ្លាមពិសិដ្ឋនឹងក៏និយាយថាមនុស្សខ្លះនឹងគាត់បានស្លាប់បាត់ទៅហើយតែគាត់នឹងមិនដឹងថាខ្លួនឯងស្លាប់នោះទេហើយគាត់នឹងក្លាយទៅជាខ្មោចតៃហោងនៅពេលដែលគាត់នឹងស៊ីឈាមស្រស់នេះមិនឆ្អែតនឹងគាត់នឹងដើរស៊ីសាច់មនុស្សម្ដងហើយតែងតែជ្រើសរើសស៊ីមនុស្សដែលនៅក្បែរខ្លួនមុនគេឯងចាំមើលយប់នេះនឹងតើគាត់ចូលបន្ទប់ឯងឬអត់ចុងក្រោយនឹងពាក់កណ្ដាលត្រៀតនឹងម្ដាយខ្ញុំនឹងពិតជាបានចូលបន្ទប់ខ្ញុំពិតមែនពេលព្រឹកមុនទៅសាលានឹងខ្ញុំឃើញម្ដាយខ្ញុំនឹងកំពុងកាន់ចានដែកធំផឹកឈាមជ្រូកនឹងយ៉ាងឆ្ងាញ់ពេលឃើញខ្ញុំចេញមកនឹងគាត់ក៏ដាក់ចានចុះហើយភ្នែកនឹងសម្លឹងមកខ្ញុំនឹងធំម៉ាក់ទិញឈាមជ្រូកទៀតហើយផឹកបែបនេះនឹងមិនឆ្អាបទេឬឯងដឹងស្អីឈាមជ្រូកនឹងត្រូវញ៉ាំបែបនេះនឹងទើបឆ្ងាញ់ហើយយប់ឡើងនឹងចេញពីរៀននឹងបញ្ញាប់មកផ្ទះមកឈាមសល់នឹងចាំម៉ាក់នឹងទុកធ្វើស៊ុបឲ្យញ៉ាំគ្រាន់តែគាត់និយាយចប់នឹងខ្ញុំនឹងចង់ក្អួតបាត់ទៅហើយក៏ដើរចេញទៅសាលាបាត់តាំងពី2ខែមុនមកម្លេះម្ដាយខ្ញុំនឹងចម្លែកខ្លាំងណាស់គាត់នឹងចាប់ផ្ដើមចូលចិត្តផឹកឈាមនឹងខ្លាំងមែនតែនទាំងឈាមជ្រូកឈាមទាគាត់ទិញមកផ្ទះទាំងអស់ពីមុននឹង2-3ថ្ងៃនឹងគាត់ញ៉ាំម្ដងតែឥឡូវនឹងគឺញ៉ាំស្ទើរតែរាល់ថ្ងៃពេលទៅដល់សាលានឹងខ្ញុំក៏ទប់មិនជាប់នឹងក៏ប្រាប់រឿងនេះនឹងទៅពិសិដ្ឋនឹងភ័យស្លន់ស្លោស្រែកថាម៉ាក់ឯងនឹងប្រហែលគឺជាខ្មោចតៃហោងហើយឯងលេងសើចជាមួយនឹងយើងមែនខ្មោចតៃហោងស្អីគ្នាមិនដែលឮសោះឯងនឹងកុំមិនជឿរឿងនេះអីអ្នកខ្លះនឹងស្លាប់ហើយតែគិតតែខ្លួនឯងនឹងនៅរស់ក៏ខ្លាចទៅជាខ្មោចតៃហោងហើយខ្មោចនេះនឹងមានកម្លាំងតែពេលផឹកឈាមប៉ុណ្ណោះពេលផឹកឈាមមិនឆ្អែតនឹងត្រូវចាប់ផ្ដើមស៊ីមនុស្សហើយអញ្ចឹងឯងសម្គាល់មើលយប់នឹងមើលគាត់នឹងមានមកបន្ទប់ឯងអត់